ជំរាបសួរបងប្អូនទាំងអស់គ្នានេះជារបៀបធ្វើអំបិលម្រេចខៀវចាអំបិលម្រេចខៀវនេះគឺយើងដាក់ជីពងទាកូនឬមកក៏ជីសង្ហុំហ្នឹងចូលនៅក្នុងអំបិលម្រេចហ្នឹងដែរហើយរបៀបធ្វើងាយស្រួលធ្វើមែនទេបងប្អូនហើយយើងធ្វើ1គីឡូទុកចាំនៅក្នុងផ្ទះទៅពេលដែលយើងចង់ហូបពងទាកូនឬក៏យើងចង់ហូបអ្វីផ្សេងៗដែលត្រូវការដាក់ម្រេចហ្នឹងគឺយើងអាចយកម្រេចហ្នឹងមកហូបជាមួយបានតែម្ដងណាតែដំបូងនេះខ្ញុំកិនខ្ទឹមហើយនឹងជីពងទាកូនហ្នឹងហើយដាក់ទឹកបន្តិចហើយកិនឲ្យវាម៉ត់ល្អសិនមកហើយជីពងទាកូននេះខ្ញុំដាក់ចំនួនកន្លះខាំមកបងប្អូនចាំតពីកិនបានម៉ត់ល្អហើយនេះខ្ញុំមកលីងអំបិលឲ្យវាក្តៅសិនហើយអំបិលនេះខ្ញុំដាក់ចំនួន2ខាំអំបិលហ្នឹងគឺអំបិលម៉ត់បងប្អូនបន្ទាប់ពីអំបិលហ្នឹងវាក្តៅល្អហើយទើបខ្ញុំចាក់ជីនិងខ្ទឹមដែលបានកិនមុនហ្នឹងចូលមករួចយើងកូរច្បល់វាជាមួយអំបិលរហូតតតែវាស្ងួតបានប៉ុណ្ណឹងមកទើបខ្ញុំដាក់ម្សៅស៊ុបសាច់មាន់ចំនួន100ក្រាមហើយប៊ីចេងចំនួន1ស្លាបព្រាបាយរួចរំលីងវាបន្តទៀតហើយភ្លើងដែលយើងបើករំលេងវាហ្នឹងគឺដាក់ភ្លើងដែលខ្សោយបំផុតណាបងប្អូនទៅអំបិលហ្នឹងវាអត់ខ្លោចណាលីងរហូតតតែវាស្ងួតបានល្អអញ្ចឹងទៅខ្ញុំចាក់អាមេរិកម៉ត់ចំនួនកន្លះខាំចូលហើយនឹងស្ករសដែលបានកិនម៉ត់ដែរហ្នឹងចំនួនកន្លះខាំចូលដែរហើយនេះខ្ញុំបានបិទភ្លើងយ៉ាងក្រានតែម្ដងពីព្រោះយើងដាក់ស្ករចូលហើយយើងត្រូវបិទភ្លើងកាលណានៅមានកម្ដៅខ្លាំងព្រោះអំបិលអាមេរិកហ្នឹងវារាវបងប្អូនខ្លាចជាអំបិលទឹកវិញតម្រូវឲ្យយើងបិទភ្លើងហើយយើងកូររហូតតតែវាសព្វចូលគ្នាបានល្អមកទៅខ្ញុំចាក់ចូលនៅក្នុងចានមួយដើម្បីឲ្យវាត្រជាក់ខ្ញុំយកអំបិលហ្នឹងមកចំបាច់ជាមួយនឹងក្រូចឆ្មាហើយហូបជាមួយពងទាកូនបងប្អូនឆ្ងាញ់មែនទែនមិនថាពងទាកូនឬមួយក៏យើងហូបជាមួយនឹងលុកឡាក់អីហ្នឹងយើងយកអំបិលអាមេរិកហ្នឹងទៅញ៉ាំជាមួយគឺថាត្រូវមែនទែនចាស់តំណហ្នឹងអញ្ចឹងបងប្អូនអាចសាកល្បងធ្វើហូបបានណាអញ្ចឹងវីដេអូរបស់ខ្ញុំសូមបញ្ចប់តែត្រឹមហ្នឹងបងប្អូនកុំភ្លេចចុច like share និង subscribe YouTube Channel របស់ខ្ញុំម្នាក់មួយផងចាសសូមអរគុណសូមជម្រាបលា